សមយុទ្ធជាមួយមហាយៈចិនទើបចាប់ទ័ពកម្ពុជាបន្តវឹកហាត់ខ្លួនឯងដោយប្រើកាំភ្លើងធំបាញ់លើផ្ទៃសមុទ្រប្រមិត្តទស្សនិកជនចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13មិថុនាឆ្នាំ2025ខាងមុខនេះកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររៀមនឹងវឹកវើបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រស្ថិតនៅចន្លោះកោះពូលូវៃនិងកោះតាំងខេត្តព្រះសីហនុនេះបើតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររៀមចេញនៅថ្ងៃទី3ខែមិថុនាលោកអុកសាផតនៃលេខាធិការដ្ឋាននៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររៀមប្រាប់អង្គភាពសារព័ត៌មាន SBM News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី4ខែមិថុនានេះថាការវឹកហាត់នេះគឺជាការវឹកហាត់ក្នុងជួរកងទ័ពជើងទឹកកម្ពុជាខ្លួនឯងមិនមែនជាការវឹកហាត់ឬជាការធ្វើសមយុទ្ធជាមួយកងទ័ពប្រទេសដទៃឡើយលោកបញ្ជាក់យ៉ាងដូចនេះថាផែនការវឹកវើនេះយើងរៀបចំយូរហើយយើងស្នើទៅអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទរួចយូរហើយលោកនាយលេខាធិការរូបនេះបន្តថាកងទ័ពជើងទឹកសមុទ្ររៀមជាង100នាក់នឹងចូលរួមក្នុងការវឹកហាត់បាញ់គ្រាប់ពិតនេះលោកបន្ថែមថាកាំភ្លើងដែលកងទ័ពជើងទឹកនឹងប្រើក្នុងការវឹកហាត់គឺជាកាំភ្លើងប្រភេទធំមានលក្ខណៈដូចជាកាំភ្លើងត្បាល់ដែរដោយនឹងត្រូវបាញ់ចេញពីនាវាទៅប៉ុន្តែលោកអះអាងថាក្នុងការវឹកហាត់នេះមិនមានប្រើឧទ្ធម្ភាគចក្រនោះទេផ្អែកតាមសេចក្តីជូនដំណឹងខាងលើដដែលកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររៀមបានប្រាប់ប្រជាពលរដ្ឋពិសេសប្រជានេសាទកុំឲ្យមានការភ័ន្តច្រឡំពេលឮសំឡេងកាំភ្លើងរួមជាមួយការចល័តកងទ័ពនិងនាវាចម្បាំងនៅលើផ្ទៃសមុទ្រកងទ័ពជើងទឹកសមុទ្ររៀមថែមទាំងស្នើកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឬនេសាទជុំវិញតំបន់ផ្ទៃសមុទ្រដែលត្រូវវឹកវើបាញ់គ្រាប់ពិតនេះដើម្បីជៀសវាងគ្រោះថ្នាក់ឬហានិភ័យណាមួយកើតឡើងជាយថាហេតុសូមជម្រាបថាកងទ័ពកម្ពុជាចិនទើបនឹងបញ្ចប់ការធ្វើសមយុទ្ធនាមាសជាមួយគ្នាអស់ជាង10ថ្ងៃក្នុងអំឡុងខែឧសភាឆ្នាំ2025នេះដោយវឹកហាត់រួមគ្នាទាំងលើគោកលើសមុទ្រនិងលើអាកាសសម្រាប់សមយុទ្ធនាមាសលើកទី7នេះកងទ័ពកម្ពុជានិងកងទ័ពមហាយៈចិនបានប្រើសព្វវុធទំនើបជាច្រើនប្រភេទរួមមានកាំភ្លើងធំកាំភ្លើងត្បាល់រថពាសដែករថយន្តសង្គ្រោះឧទ្ធម្ភាគចក្រនាវាចម្បាំងគ្រឿងយន្តគ្មានមនុស្សបើកមនុស្សយន្តឆ្កែយន្តដ្រូនស៊ើបការដ្រូនវាយលុកសម្ភារៈបំផ្ទុះនិងគ្រាប់រំសេវជាដើមដោយបូករួមទាំងការប្រើបញ្ញាសិប្បនិម្មិត AI ថែមទៀត